ការលើកសាច់ដុំគឺសម្រាប់តែមនុស្សប្រុសមិនមែនជាការងារឬក៏ជារឿងសម្រាប់មនុស្សស្រីទៅធ្វើតើរឿងហ្នឹងប៉ិតដែរទេវាត្រូវសម្រាប់ការគិតរបស់គាត់ប៉ុន្តែវាខុសសម្រាប់នឹងគោលដៅអ្វីដែលយើងចង់បានហើយតម្រូវការរបស់យើងព្រោះអញ្ចឹងបើយើងអត់សាច់ដុំសួរថាយើងបានរៀងមកពីណាអ្នកដែលយើងទូទៅហាត់ប្រាណតើគាត់ត្រូវការប្រូតេអ៊ីនប្រហែលជាប្រមាណនេះហេតុអ្វីហើយតើយើងធ្វើម៉េចដើម្បីញ៉ាំប្រូតេអ៊ីននឹងគ្រប់ហើយបើយើងលេងធ្ងន់យើងត្រូវការអាហ្នឹងគេហៅ carb recycle ហ្នឹងមានថាយើងយកអាហ្នឹងយកមកធ្វើកម្លាំងឲ្យយើងមិនមែនយកប្រូតេអ៊ីនយកមកធ្វើកម្លាំងណាបងកុំច្រឡំណាប្រូតេអ៊ីនគឺជួយសាច់ដុំទេសូមគោរពនឹងជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធី The Signature Talkcast រដូវកាលទី2របស់ធនាគារ APD នាងខ្ញុំសូធីតាខ្ញុំបាទចិនបញ្ញវន្តគឺជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះការហាត់ប្រាណពិតជាមានអត្ថប្រយោជន៍លើសពីការស្មានសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្តប៉ុន្តែទាមទារទម្លាប់ល្អនិងការអនុវត្តជាប្រចាំថ្ងៃនេះកិច្ចពិភាក្សារបស់យើងនឹងលើកគន្លឹះសំខាន់តាក់ទងជាមួយនឹងការហាត់ប្រាណដ៏ឆ្លាតវៃការរើសរបបអាហារឲ្យបានត្រឹមត្រូវហើយនឹងទម្លាប់ល្អដែលធ្វើឲ្យយើងមានសុខភាពល្អថ្ងៃនេះភ្ញៀវកិត្តិយសរបស់យើងគឺលោកតុបឡុងឌីជាសហស្ថាបនិក Bulldog Fitness Center សូមជម្រាបសួរបាទអញ្ចឹងមុននឹងចាប់ផ្ដើមកិច្ចពិភាក្សារបស់យើងចង់ឲ្យ Mr. Long D ជួយណែនាំប្រវត្តិទ្រូបរបស់ខ្លួនបន្តិចទៅហើយតាក់ទងជាមួយនឹងបទពិសោធន៍ជាគ្រូបង្វឹកម្នាក់និងជាសហស្ថាបនិករបស់ Bulldog Fitness Centerបាទមេផ្សួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះឡុងឌីដែលបងប្អូនទាំងអស់គ្នាភាគច្រើនស្គាល់ខ្ញុំជាគ្រូបង្វឹកហាត់ប្រាណអ្នកខ្លះទៅគាត់ស្គាល់ខ្ញុំជាសហបនិក Bulldog Fitness Center ហើយរាល់ថ្ងៃយើងក៏ជាគ្រូបង្វឹកមួយដែលមានឈ្មោះអូស្ត្រាលីមកជាខ្ទង់10ឆ្នាំជាងហើយរាល់ថ្ងៃនេះក្រៅពីតាក់ទងជាមួយនឹងវហាត់គេគឺយើងក៏មានធ្វើ fitness content creator ផ្សេងៗដែរអញ្ចឹងណាបងបាទអញ្ចឹងខ្ញុំសូមឲ្យលោកជួយរៀបរាប់បន្តិចអំពីប្រវត្តិនៃការចាប់ផ្ដើមនៃ Bulldog Fitness Center របស់លោកតាលោកចាប់ផ្ដើមដោយរបៀបណាហេតុអ្វីបានលោកចាប់ផ្ដើមនៅជាក្លឹបហាត់ប្រាណមួយនេះបាទដោយសារតែការចូលចិត្តស្រឡាញ់បងបាទចូលចិត្តស្រឡាញ់ហើយសំខាន់ជាងគេគឺយើងចូលចិត្តកីឡាតាំងពីក្មេងហើយខ្ញុំមើលឃើញ potential តាំងពី12ឆ្នាំមុន COVID ទៀតមានអារម្មណ៍ថាគេអត់ទាន់ស្គាល់ពីសុខភាពរបស់យើងពេលដែលសុខភាពគេស្គាល់គេស្រឡាញ់ហើយនឹងគេខ្លាចបាត់បង់អីមួយឧទាហរណ៍ថា COVID អញ្ចឹងអ្នកខ្លះទៅគាត់ងាយស្រួលនឹងពួយស្រួយទៅលើជីវិតអីចឹងទៅអញ្ចឹងចាប់ពី COVID ហើយម្នាក់គឺចាប់ផ្ដើមស្រឡាញ់កីឡាហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍មួយថានឹងជាពេលវេលាល្អដើម្បីឲ្យយើងកសាងអីដែលថ្មីមួយបែងចែកឲ្យបងប្អូនយើងយល់ដឹងពីតកតងជាមួយនឹងសុខភាពកីឡាបានច្រើនអញ្ចឹងបាទខ្ញុំមានអារម្មណ៍ថាយើងនឹងអាចចាប់ផ្ដើមធ្វើជាក្លឹបហាត់ប្រាណមួយដែលជាក្លឹបហាត់ប្រាណដែលស្តង់ដារមួយដែរអញ្ចឹងណាបងហើយអីដែលពិសេសគឺយើងចាប់ផ្ដើមពីគ្រូបង្វឹកទេដំបូងឡើយហើយជាក់ស្ដែងគឺរៀនចប់ខាង design ទេបងបាទប៉ុន្តែដោយសារតែការឆ្លាញ់ហើយនឹងមើលឃើញ potential ថាអនាគតនឹងវានឹងល្អសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំក៏ចាប់យកអាជីពនេះហើយយើងក៏ធ្វើជាក្លឹបហាត់ប្រាណឡើងដើម្បី build personal branding ហើយផ្សេងៗនិងchange តទៅជាមួយនឹងទម្លាប់ប្រចាំថ្ងៃនិងសុខភាពផ្លូវចិត្តផ្លូវកាយផ្លូវអីរហូតដល់ថ្ងៃហ្នឹងអញ្ចឹងណាបងបាទក្រៅពីសុខភាពយើងមើលពីសម្បកក្រៅទៅក្រៅពីសុខភាពយើងសំដៅលើអីខ្លះពីព្រោះអ្នកខ្លះគឺគាត់មើលទៅ fit គាត់រាងកាយគាត់ស្គមឬក៏មើលទៅអត់មានសាច់អត់មានអីអញ្ចឹងគិតថាពាក្យថាសុខភាពល្អគឺសំដៅទៅលើអីខ្លះទៅបាទសំណួរនេះល្អមែនតើគេថាសុខភាពល្អក៏ប៉ុន្តែមិនមែនតែកាយសម្បទាយើងឃើញស្អាតឃើញសង្ហាឃើញមានសាច់ដុំហ្នឹងគឺសុខភាពល្អទាំងអស់ហើយក៏ប៉ុន្តែសុខភាពផ្លូវចិត្តក៏គេហៅសុខភាពមាត់ធ្មេញសុខភាពស្បែកអាហ្នឹងក៏សុខភាពទាំងអស់អញ្ចឹងសម្រាប់ខ្ញុំឲ្យតម្លៃទៅលើសុខភាពទាំងអស់អញ្ចឹងចាប់ផ្ដើមដំបូងតាក់ទងជាមួយនឹងយើងនិយាយតាក់ទងជាមួយ physical សុខភាព physical health អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមពី mental health មួយដែរដូចគ្នាអញ្ចឹងបើសិនជាយើងអត់ចាប់ផ្ដើមពីអារម្មណ៍របស់យើងចង់ចាប់ផ្ដើមចង់ផ្លាស់ប្ដូរអីមួយទេហើយចង់បានអីមួយមានគោលបំណងអីមួយទេ physical របស់យើងក៏យើងអត់ដឹងថាគោលបំណងយើងអីគេច្បាស់ដែរអញ្ចឹងណាបងតែខ្ញុំ clear mental health ខ្ញុំសិនបានខ្ញុំចាប់ផ្ដើមមកចាប់ផ្ដើមចូលលក្ខណៈតាក់ទងជាមួយនឹង physical training អីចឹងណាបងបាទយកឲ្យតម្លៃទៅលើពីរធំគឺ mental health ហើយនិង physical health បាទអញ្ចឹងមិញខ្ញុំចាប់អារម្មណ៍លោកឡុងឌីគាត់លើកឡើងអំពី physical training អញ្ចឹងបើសិនជាយើងមើលទៅនៅថ្ងៃនេះយើងពិភាក្សាអំពី
ការហាត់ប្រាណបែបក្នុងការកសាងម៉ាស់សាច់ដុំក្នុងការទ្រទ្រង់រូបរាងកាយរបស់យើងឲ្យល្អអញ្ចឹងតើការហាត់ប្រាណក្នុងការកសាងម៉ាស់សាច់ដុំឲ្យយើងមានរូបរាងកាយល្អរូបរាងកាយស្អាតតើវាមានបែងចែកសម្រាប់ការហាត់ប្រាណសម្រាប់បុរសឬក៏ការហាត់ប្រាណសម្រាប់ស្ត្រីដែរទេបាទសំណួរល្អហើយក៏អត់ដែរមានអ្នកគេសួរខ្ញុំដែរក៏ប៉ុន្តែស្រីប្រុសក៏ប៉ុន្តែសាច់ដុំវាមានដូចគ្នាទេបងតែសំខាន់គោលដៅវាខុសគ្នាខ្ញុំបែងចែកថាអ្នកខ្លះទៅបងប្អូនខ្លះគាត់មកហាត់ជាមួយខ្ញុំអញ្ចឹងគាត់ចង់បានតាគៀកឬស្រីគាត់ឆ្លាញ់តាគៀកចង្កេះតូចដៃហើយខ្នងអីគាត់ស្អាតជាងទៅអត់មានខ្លាញ់ជាងទៅព្រោះគេជាទឹកស្មាហែងទ្រូងក្រាស់ខ្នងអីចឹងទៅអញ្ចឹងទៅតាមចំណងជាមួយចិត្តបងប្អូនម្នាក់ៗបើតើថាយើងថានិយាយថាបែងចែកជាពីរ yes ព្រោះដោយសារគោលដៅខុសៗគ្នាទោះបីជាស្រីហ្នឹងក៏មានគោលដៅខុសៗគ្នាដែរអ្នកខ្លះទៅគាត់ឆ្លាញ់បែបមូលក្រាស់តែរៀងអ្នកខ្លះទៅបែបslim ហើយមើលទៅអត់សូវជាមានតាគៀកអីមិនតែគាត់ចង់ស្អាតតូច slow អញ្ចឹងទៅឬព្រោះដូចគ្នាបងអ្នកខ្លះគាត់ជួយធំពេកក្រាស់ពេកទេអ្នកខ្លះគាត់ជួយចិត្តបែបតដោះអាវទៅមិនឃើញ shape អ្នកខ្លះទៅគាត់ទៅពាក់អាវឃើញណែនអីចឹងទៅអញ្ចឹងគោលដៅខុសគ្នាហើយការហាត់ហើយនឹងទម្លាប់ប្រចាំថ្ងៃនិងការញ៉ាំក៏ខុសគ្នាដែរបងបាទនៅពេលដែលយើងបង្ហាត់មនុស្សប្រុសបុរសតើលោកបង្ហាត់យ៉ាងដូចម្ដេចឬក៏បង្ហាត់មនុស្សស្រីបង្ហាត់យ៉ាងដូចម្ដេចឬក៏វាមានភាពដូចគ្នាខុសគ្នាកន្លែងណាខ្លះដែរបាទក្នុងការបង្ហាត់មនុស្សស្រីមនុស្សប្រុសបាទអរគុណច្រើនបងមនុស្សប្រុសមនុស្សស្រីក៏ប៉ុន្តែហាត់អត់មានទៅខុសគ្នាប្រហែលទេអ្វីដែលខុសគឺការតាំងចិត្តទេបងដូច្នេះបាទខ្ញុំនិយាយថា mental health គឺវាមកមុនអញ្ចឹងឧទាហរណ៍ថាអ្នកខ្លះដូចមនុស្សប្រុសគាត់មានកម្លាំងជាងមនុស្សស្រីច្រើនដោយសារតែគាត់អត់មាន period អត់មានអីចឹងទៅប៉ុន្តែខ្ញុំជួបកូនសិស្សខ្លះគាត់មាន period មែនគាត់ស្រីមែនប៉ុន្តែគាត់ខ្លាំងជាងមនុស្សប្រុសទៀតឃើញអត់អញ្ចឹងលើការតាំងចិត្តណាខ្ញុំមានកូនសិស្សមួយគាត់ចង់តម្លើងគីឡូ10គីឡូក្នុងរយៈពេល2ខែទៅ3ខែតែគាត់ធ្វើបានល្អជាងគេអ្វីដែលខ្ញុំអាចមិនដែលឃើញមិនដែលកូនសិស្សខ្ញុំចង់100 200នាក់អីខ្ញុំមិនដែលឃើញមានអ្នកគេធ្វើលឿនដល់ណាស់ហ្នឹងសូមអញ្ចឹងមានន័យថាហ្នឹងជាការតាំងចិត្តមួយអញ្ចឹងមិនថាមួយណាខ្លាំងជាងសំខាន់លើអារម្មណ៍ហើយការតាំងចិត្តហើយនឹងមានវិន័យល្អអញ្ចឹងណាបងយើងបានទៅចែកអំពីការលើកសាច់ដុំចាអញ្ចឹងបើតាមខ្ញុំស្ដាប់ទៅលើកសាច់ដុំគឺបានទាំងបុរសហើយនិងស្ត្រីប៉ុន្តែមានអ្នកមួយចំនួនដែលគាត់យល់ច្រឡំថាការលើកសាច់ដុំគឺសម្រាប់តែមនុស្សប្រុសពីព្រោះពេលយើងលាច់សាច់ដុំទៅមិនមែនជាការងារឬក៏ជារឿងសម្រាប់មនុស្សស្រីទៅធ្វើទេតើរឿងហ្នឹងប៉ិតដែរទេបាទនិយាយទៅ mindset របស់មនុស្សស្រីភាគច្រើនបងស្រីឬក៏បងប្អូនគាត់តែងតែគិតថាលើកទៅខ្លាចសាច់ដុំដូចមនុស្សប្រុសឬក៏ឃើញខាងនៅស្រុកក្រៅខ្លះគាត់ឃើញចេញមកឃើញកលាក់កង់អីចឹងទៅវាត្រូវសម្រាប់ការគិតរបស់គាត់ប៉ុន្តែវាខុសសម្រាប់នឹងគោលដៅអ្វីដែលយើងចង់បានហើយតម្រូវការរបស់យើងឧទាហរណ៍ថាមនុស្សយើងរស់ដោយសារអីយើងរស់ដោយសារតែកាយសម្បទាមានអីមានឆ្អឹងមានទឹកមានសាច់ដុំមានខ្លាញ់មានសរសៃឈាមមានអីចឹងទៅសូអញ្ចឹងបើយើងអត់សាច់ដុំសួរថាយើងបានរៀងមកពីណាឧទាហរណ៍ថាយើងចង់បានតាគៀកអត់ចង់បានសាច់ដុំមកចុះអាតាគៀកហ្នឹងចេញមកពីណាចេញមកពីខ្លាញ់ឬចង់ចេញមកពីគីឬក៏ចេញមកពីអីអានោះអញ្ចឹងខ្ញុំនិយាយសាយខ្លះទៅសារចំនួនហ្នឹងមិនលើកទី1ទេហើយក៏មិនលើកទី100ដែរច្រើនដងមែនទេអញ្ចឹងយើងចង់បកស្រាយថាចាបងប្អូនកុំខ្លាចជាពិសេសស្រីព្រោះយើងលែង mention ហើយព្រោះថាគាត់យល់ស្រីឲ្យទៅគាត់មកដល់គ្រូខ្ញុំមកហាត់ចង់បានរៀងប៉ុន្តែខ្លាចឡើងសាច់ដុំអីចឹងទៅប៉ុន្តែយើងត្រូវការសាច់ដុំនៅក្នុងខ្លួនហ្នឹងឲ្យវាមានស្ថិរភាពហើយសាច់ដុំកន្លែងណាយើងត្រូវការសាច់ដុំកន្លែងណាដែលយើងអត់ត្រូវការអញ្ចឹងណាបងហើយស្រីអត់ងាយឡើងទេបើយើងញ៉ាំអត់ត្រូវយើងហាត់អត់គ្រប់យើងគេអត់គ្រាន់ក៏អត់ងាយឡើងដែរអញ្ចឹងបើសិនជាខ្ញុំជាមនុស្សស្រីខ្ញុំត្រូវដឹងថាការកសាងសាច់ដុំមិនមែនយើងឃើញដៃរបស់យើងដុំទេការប៉ັດគឺគ្រាន់តែគេហៅថាទ្រទ្រង់រាងកាយជាពិសេសគឺបើតាមខ្ញុំយល់ខ្ញុំសិក្សាអំពីគេហៅថាចំណេះដឹងទូទៅដែរសាច់ដុំសំខាន់សម្រាប់មនុស្សស្រីដូចជង្គង់ដូចតាគៀកដូចដៃដូចអីបើសិនជាសាច់យើងយាធ្លាក់ក៏អត់ស្អាតដែរបាទចាអញ្ចឹងខ្ញុំគិតថាស្រីគួរតែដូរផ្នែកកំណត់មួយនេះចាដោយសារតែគាត់អត់សូវយល់បាទឥឡូវគាត់យល់ខ្លះគាត់ក៏ប៉ុន្តែយល់ល្អជាងមានថាគាត់យល់ពីដំបូងចាប់ដើមហើយគាត់មកហាត់ទៅគាត់អត់សូវជាមិនសិនទៅលើគីឡូទៀតព្រោះដោយសារបងប្អូនស្រីខ្លះគាត់មកហាត់ប្រាណពេលគាត់ចេញរៀងហើយគាត់ឃើញគីឡូវិញឡើងគីឡូអញ្ចឹងគីឡូហ្នឹងគឺសាច់ដុំនឹងឯងអញ្ចឹងបើសិនជាយើងពិនិត្យមើលទៅលើរូបរាងកាយនៃសាច់ដុំរបស់យើងទាំងបុរសទាំងស្ត្រីគឺថាវាមានភាពខុសគ្នាសូម្បីតែគោលដៅនៃការហាត់ប្រាណទាំងបុរសគាត់មានគោលដៅផ្សេងស្ត្រីគាត់មានគោលដៅផ្សេងអញ្ចឹងតើដើម្បីក្នុងការហាត់ប្រាណយើងអាចក្នុងនាមលោកជាគ្រូបង្វឹកផ្ទាល់ដែលមានបទពិសោធន៍ជាងយើងថាអាចជាងមកទស្សវត្សទេត្រូវបងបាទអញ្ចឹងតើយើងអាចត្រូវស្គាល់ពីមូលដ្ឋានសំខាន់នៃគេខ្លះនៃសាច់ដុំហើយសាច់ដុំរបស់យើងបានចែកចេញជាប្រមាណផ្នែកដើម្បីយើងងាយស្រួលនៅពេលដែលទស្សនិកជនគាត់មើលទៅគាត់ដឹងគាត់ថាគាត់នឹងហាត់ប្រាណដើម្បីអូខេចង់បានសាច់ដុំជាក់លាក់ណាមួយក្នុងការ
ដើម្បីសម្រាប់គោលដៅរបស់គាត់បាទបាទស្នួលល្អបងតើតោះមួយសេដុំក៏ប៉ុន្តែក្នុងខ្លួនយើងទាំងអស់បែងចែកអាតូចអាធំហ្នឹងវាចូល650សេដុំបាទមានឈូសខុសគ្នាទាំងអស់សូម្បីតែដៃយើងវាមានប្រហែល100យ៉ាងឡើងប្រហែល50ជាងសេដុំមកអញ្ចឹងពេលដែលយើងដឹងពីសេដុំថាមានប្រហែលហើយនឹងផាតរបស់សេដុំនោះមានប្រហែលអាហ្នឹងយើងយល់យើងអត់សូវជាម៉ាញពេលយើងជួយហាត់ប្រាណអញ្ចឹងបញ្ជាក់មានថាសេដុំក្នុងខ្លួនយើងមាន650សេដុំហើយនឹងផាតរបស់សេដុំធំហើយហ្នឹងគឺមាន8អញ្ចឹងដូច8ហ្នឹងមានអីខ្លះមានទ្រូងខ្នងស្មាដៃកពួនជើងផ្លូវមុខផ្លូវក្រោយហ្នឹងហើយគូតអីហ្នឹងបងបាទអាចបែងចែកបានទេសម្រាប់ស្ត្រីឬក៏បុរសតែគាត់ទៅហាត់ប្រាណរយៈពេលមួយអាទិត្យប្រហែលថ្ងៃហើយទៅពេលទៅហាត់ប្រាណហ្នឹងរយៈពេលប្រហែលហើយគាត់ទៅធ្វើដូចតែខ្លះដើម្បីឲ្យការហាត់ប្រាណរបស់គាត់មានប្រសិទ្ធភាពបាទមុននឹងអូខេអញ្ចឹងវាថាសំណួរមានន័យថាយើងចង់ដឹងថាចាប់ផ្ដើមពីណាទៅណាសម្រាប់ចាប់ផ្ដើមដំបូងអញ្ចឹងទៅស្រួលណាបងណាអញ្ចឹងយើងអាចនិយាយបានថាទី1បំផុតគឺយើងដឹងពីគោលដៅរបស់គាត់ថាគាត់ចង់បានអីចា៎ទី2គឺដឹងពីផលប៉ះពាល់ហើយឬក៏មានបញ្ហាពីក្នុងមកវិញមានជំងឺអីខ្លះនៅក្នុងខ្លួនឧទាហរណ៍ថាគាត់មានជំងឺសន្លាក់ចា៎ឬក៏គាត់មានជំងឺលៀនឌីសឬក៏ផ្សេងអញ្ចឹងយើងត្រូវតែដឹងខ្លួនឯងហើយមានគោលដៅពេលយើងទៅដាក់ program យើង set ថ្ងៃ set អីគឺយើងទៅវាបានរលូនហើយជាប់លាប់ទៀតជាពិសេសគឺយើងត្រូវតែពិនិត្យជាមួយនឹងខាងដុកទ័រហើយបានច្បាស់ថាយើងជាមនុស្សខ្វះអីលើសអីហើយគួរធ្វើអីខ្លះបានយកមកពិភាក្សាជាមួយនឹងខាង trainer ដែលមានបទពិសោធន៍យូរឆ្នាំអញ្ចឹងយកអា list របស់គេពិនិត្យឈាមមកហ្នឹងណាហើយបញ្ហាហ្នឹងគឺយើងយកមកពិភាក្សាជាមួយ trainer ទៅអញ្ចឹងមកយើងដឹងថាយើងត្រូវធ្វើអីហើយគោលដៅគាត់អញ្ចឹងយើងត្រូវដាក់មកទឹកប្រហែលថ្ងៃសិនហ្នឹងហើយពេលយើងដឹងអញ្ចឹងពេលយើងដឹងគាត់ថាចង់បានអីហើយ trainer គាត់ចេះបែងចែក program ហ្នឹងចា៎មិនមកទឹក5ថ្ងៃ6ថ្ងៃទៅតាមគេអ្នកហាត់យូរទេចូលដំបូង2ថ្ងៃសិនសម្រាប់1ថ្ងៃសិនបាទសម្រាប់មនុស្សស្រីណាមនុស្សប្រុសអាច3ថ្ងៃសម្រាប់1ថ្ងៃអញ្ចឹងទៅតាម program ដែលគាត់អាចធ្វើទៅបានសម្រាប់អ្នកអត់ហាត់សោះបើថាអ្នកធ្លាប់ហាត់គេអាច3ថ្ងៃទៅ4ថ្ងៃគេសម្រាប់ដងអីចឹងទៅបាទចង់ឲ្យឡងឌីមានចំណុចអីដែលជួយជំរុញឲ្យអ្នកដែលគាត់ទៅតែចង់ហាត់ប្រាណដំបូងតែគាត់នៅមានភាពរុញរាទី1គេអាចថាឆ្លងកាត់ដូចខ្ញុំគេរៀងស្អាតដូចទៅធ្វើទៅខុសគេមើលមុខឬក៏មានអារម្មណ៍ថាតិចអត់ត្រូវអញ្ចឹងអារម្មណ៍អត់មានទំនុកចិត្តខ្លួនឯងវាធ្វើឲ្យយើងរារែកអញ្ចឹងក្នុងនាមជាគ្រូបង្វឹកចង់ឲ្យឡងឌីជួយមានកលឹះអីប្រាប់គាត់ថាទៅឬក៏មិនអាចពួកគាត់ទៅបានធ្វើឲ្យបានទៅដល់កន្លែងសិនទៅអ្វីដែលយើងគួរតែចាប់ផ្ដើមដំបូងហ្នឹងគឺយើងទៅ consult ជាមួយអ្នកណាគេដែលគាត់មានបទពិសោធន៍យូរដើម្បីឲ្យគាត់ដឹងថាគាត់ចាប់ផ្ដើម start ទៅកុំឲ្យខុសអញ្ចឹងគាត់អត់មានអារម្មណ៍ភ័យព្រួយទៅលើតការចាប់ផ្ដើមទៅជួយកេះជួយគង់ជួយសាច់ជួយអីខុសអីចឹងទៅជាច្រើនជាពិសេសគឺបងប្អូនស្រីហើយគាត់ម៉ាយគាត់ចេះតែគិតថានឹងខ្លាចឡើងសាច់ដុំខ្លាចឈឺសន្លាក់ខ្លាចឈឺសាច់ខ្លាចចេះខ្លាចចុះវាថាខ្លាចគឺអត់ធ្វើអីអត់ចេញទេទៅសិនហើយពិភាក្សាជាមួយសិស្សច្បងឬក៏អ្នកដែលហាត់បានមុនឬក៏គ្រូមកណាដែលមានបទស្វ័យច្បាស់លាស់ទៅអញ្ចឹងយើងដឹងថាចាប់តាមពីនេះ at least យើងបានដើរចូលបន្តិចមកជាហ៊ានឃើញទេអញ្ចឹងយើង warm up តិចតួចសិនទៅបាទហើយបន្ទាប់មកយើងចាប់ដើមដើរជាមួយនឹងអ្នកកីឡាដូចគ្នាអ្នកនឹងរាប់បានហើយយើងសួរយោបល់គ្នាទៅហើយអញ្ចឹងចាប់ដើមមានមិត្តភ័ក្តិទៅលើអ្នកហាត់ប្រាណច្រើនអញ្ចឹងគាត់ចាប់ដើមទីម្ដងទៀតតែហាមផ្ដាច់កុំគិតថាមិនអាចធ្វើបាននៅតែផ្ទះគិតថាមិនអាចទៅរួចចុះអ្នកផ្សេងគេអាចទៅរួចចុះហេតុអីមិនយើងមិនអាចទៅរួចដោយសារអីគេហ៊ានចាប់ដើមនិយាយតែមិនថាគេហ៊ានចាប់ដើមពេលគេហ៊ានចាប់ដើមហើយគឺអ្វីដែលគេត្រូវធ្វើបន្តទៀតគឺចាប់ដើមធ្វើវាឲ្យវាទៀងទាត់ដាក់វិន័យលើខ្លួនឯងមានគោលដៅច្បាស់លាស់ហើយសំខាន់យើងដាក់គោលដៅថាច្បាស់លាស់ហ្នឹងប្រហែលខែឲ្យស្អាតកុំឲ្យ new year new solution អីណារហូតអញ្ចឹងបាទ resolution អីហ្នឹងអញ្ចឹងនៅតែ new រហូតបងបាទអញ្ចឹងបងទីដែរខ្ញុំសូមបន្ថែមកន្លែងហ្នឹងបន្តិចខ្ញុំចង់ដឹងពីបទពិសោធន៍របស់លោកឡងឌីតើនៅពេលដែលលោកជួបសិស្សដែលគាត់អត់ដែរហាត់ប្រាណសោះមកជួបលោកដំបូងតើគាត់មាន impression យ៉ាងម៉េចហើយអ្វីដែលជា reaction របស់លោកមានន័យថាប្រតិកម្មរបស់លោកនៅពេលដែលគាត់ជួបដំបូងដើម្បីធ្វើម៉េចយើងជំរុញគាត់ឲ្យអូខេគាត់ត្រូវតែមកហាត់ប្រាណតែបាទពិបាកជាងគេគឺសិស្សដំបូងហ្នឹងហើយបងបាទពិបាកមែនតើអញ្ចឹងពិបាកអីដោយសារតែបបផ្សោតខ្ញុំគិតថាពិបាកប៉ុន្តែក៏វា fun ដែរដោយសារអីដូចកូនក្មេងចាប់ផ្ដើមទោះបីគាត់ចាស់ជាងយើងក៏ដោយយើងទាញគាត់ថាអត់អីទេទេហៅផងអីចឹងណាទេហៅមកបើឯងញ៉ាំអីនៅហ
ហើយញ៉ាំគ្រប់អត់អីចឹងណាជាពិសេសគឺអ្នកអត់ហាត់សោះនៅហ្មងចឹងយើងត្រូវតែជំរុញប្រាប់គាត់ទាញគាត់ហៅគាត់ហើយតាមដានមើលគាត់មានផឹកស៊ីច្រើនអត់ឬក៏អត់គេងអត់អីចឹងត្រូវតែមើលគាត់តែអ្វីដែលពិបាកហ្នឹងគឺខ្លាចជាងគេខ្លាចគាត់អត់ធ្វើតាមយើងតែភាសាយើងឲ្យ follow up ធម្មតាការងាររបស់គ្រូបង្វឹកដែលមានស្តង់ដារគឺគេ follow up គេតាមដានចឹងឯងមិនមែនតាមដានដើម្បីអីគឺគោលដៅរបស់គាត់ព្រោះភាសាយើង deal មួយគ្នាហើយធម្មតាឧទាហរណ៍មកដល់ចង់ស្អាតដែរ3ខែមានហើយ3ខែមួយអាទិត្យតែផឹកស៊ីបាត់អញ្ចឹងមិនកើតហើយ block គ្រូចោលបាត់អញ្ចឹងមិនចឹងតើរួចទេបាទតែអ្នកដែលគេច្បាស់លាស់ដូចកូនសិស្សខ្ញុំម្នាក់3ខែដល់3ខែស្អាតអញ្ចឹងគេសូម្បីតែស្រាការគេង stress អីគាត់ manage ទាំងអស់អត់មានតែ stress អីសូម្បីតែគេជីកឡានបុកឡានគាត់ក៏គាត់ទុកឡានចោលគាត់មកហាត់ដែរវ៉ាវទៅហើយណាអញ្ចឹងមានន័យថាគាត់លេង stress ហ្មងបុកឲ្យបឹបអូខេទុកឡានចោលឲ្យគេដោះស្រាយគឺគាត់ថាគាត់មាន incident មានអីចឹងទៅបាទនិយាយទៅកន្លែងហ្នឹងខ្ញុំចាប់អារម្មណ៍មែនតើតាក់ទងជាមួយនឹងការហាត់ប្រាណពេលខ្លះខ្ញុំឃើញពួកអ្នកមួយចំនួនភាគច្រើនគឺគាត់ទៅក្លឹបហាត់ប្រាណដោយខ្លួនឯងចាអ្នកខ្លះក៏គាត់មានគ្រូបង្វឹកព្រោះភាសានិយាយលេងគឺគិតថាយកគ្រូបង្វឹកមកធ្វើបាបយើងអ្នកគ្រូបង្វឹកខ្លះហូបអីក៏មិនកើតហូបអីក៏មិនកើតឬក៏គាត់សម្ដីអាក្រក់ឬក៏គាត់អត់សូវយល់ពីយើងតើផ្នែកកំណត់ហ្នឹងវាអាចធ្វើឲ្យមានចំណុចអីដែលអាចប៉ះពាល់ឬក៏លោកគ្រូអាចជួយជាយោបល់កន្លែងបន្តិចមកល្អសម្រាប់សំណួរមួយហ្នឹងបងល្អខ្លាំងដោយសារតែវាប៉ះពាល់ទៅដល់ credit របស់ trainer ដែរគ្រូមួយគាត់ត្រូវតែមានស្តង់ដាររបស់គាត់មួយហើយត្រូវតែមានគេហៅថា service hospitality របស់គាត់ហ្នឹងឲ្យវាបានល្អ follow up ផ្សេងហ្នឹងគេហៅ professional one គឺអត់ត្រូវការប្រើពាក្យអសរោះសូម្បីតែការថតអត់មានត្រូវការថតឲ្យចំប្លង់ដែលគេតកៀឬក៏អីត្រូវមាន45ដឺក្រេឬក៏អីផ្សេងហើយស្នើសុំគេមុនឧទាហរណ៍អញ្ចឹងទៅហើយនឹងមានការ tracking អីផ្សេងហើយ follow up អញ្ចឹងទៅហើយបើសិនជាថាបើគាត់ជាមិនមែនជា professional ទេគាត់ចាប់ផ្ដើមដំបូងគាត់អាចនឹងមានកង្វះខាតច្រើនអញ្ចឹងហើយបាទខ្ញុំនិយាយថាឲ្យទៅរកអ្នកណាគេដែលមានស្តង់ដារហើយគាត់មានបទពិសោធន៍យូរឆ្នាំអញ្ចឹងគាត់ចេះ deal ជាមួយនឹង client មិនប្រកាសថាគាត់មកគាត់អ្នកល្អទាំងអស់ទេអ្នកខ្លះគាត់មកគាត់ stress ពេកគាត់មួម៉ៅដាក់យើងគាត់ធ្វើសម្ដីដាក់ល្អមិនសូវល្អតែបើ trainer គេដឹងគេថាអូប្រហែលគាត់ stress យ៉ាងមួយអញ្ចឹងគាត់ចេះ deal ជាមួយនឹង client ហើយអត់ដាក់ exercise ណាធ្វើគាត់ stress ថែមទេសូម្បីតែក្បាច់លេង exercise លេងហ្នឹងក៏ពេលខ្លះយើងអត់ចេះហាត់យើងដាក់ exercise compound អីផ្សេង stress លើដើមហ្មង stress ហើយមួម៉ៅហ្មងបាទអញ្ចឹងការជ្រើសរើសរបបអាហារពិតជាសំខាន់ពីព្រោះនៅពេលដែលយើងធ្វើការឬក៏យើងធ្វើអាជីវកម្មយើងមិនមែនទៅឈ្នះតែចំអិនម្ហូបខ្លួនឯងបានទេយើងតែងតែកំងព្រោះឥឡូវងាយស្រួលណាស់គាត់តែចុចបន្តិចមកដល់អញ្ចឹងសូម្បីតែការធ្វើម្ហូបខ្លួនឯងបើសិនជាយើងអត់ដឹងពីអាហារមួយហ្នឹងយើងចំអិនទៅមិនសូវជាផ្ដល់គេហៅថា protein ឬក៏ជីវជាតិសម្រាប់ខ្លួនយើងក៏មិនល្អសម្រាប់រាងកាយដែរដែលខ្ញុំនឹកឃើញពាក្យមួយដែលខូចតែងតែប្រាប់ថាបងហាត់ប្រាណ 20% សម្រាប់អាហារ 80% អញ្ចឹងកុំ enjoy food អញ្ចឹងពេលដែលខ្ញុំឮកន្លែងហ្នឹងខ្ញុំតែងតែគិតថាអាហារសំខាន់អញ្ចឹងចង់ឲ្យឡងឌីជួយបង្ហាញពីកលឹះតាក់ទងជាមួយនឹងអាហារឲ្យបានត្រឹមត្រូវបន្តិចចា៎បាទអូខេអញ្ចឹងមុននឹងបើកវគ្គរបបអាហារមកខ្ញុំស្ដាប់ពាក្យបងប្រមាត់ថាទេមកគ្រឿងមកដល់អាហ្នឹងជាបញ្ហាធំបាទតែស្រួលពេកដូច meal tea ដូចអីផ្សេងដូចរបស់ណាដែលorder ភ្លាមបានភ្លាមអីចឹងធម្មតាអញ្ចឹងទៅដល់ផ្ទះពេលខ្លះយើងស្រួលយើងដាក់ fast food អីយើងដាក់ភ្លាមបានអញ្ចឹងហ្នឹងជាបញ្ហាប៉ុន្តែអ្វីដែលវាមិនបញ្ហាដែលល្អដែលយើងត្រូវរើសយកអាហារមួយណាដែលសមស្របជាមួយយើងគឺយើងរកក្រុមហ៊ុនណាឬក៏អ្នកដែលស្តង់ដារមួយណាដែលគេធ្វើឲ្យយើងលក្ខណៈជាសុខភាពចំឧទាហរណ៍ថាយើងអ្នកជាហាត់ប្រាណ level អីយើងហាត់បែបអីហើយយើងសុខភាពយកគោលដៅយើងអីគេឧទាហរណ៍ថាយើងចង់បានតែ fit ធម្មតាយើងអត់ចង់តម្លើងគីឡូទេ activity យើងប្រហែលអញ្ចឹងយើង tracking ថាយើងតម្រូវការកាឡូរីនៅក្នុងខ្លួនប្រហែលកាឡូរីហ្នឹងគឺរួមមានថាអ្វីដែលយើងដាក់ចូលមាត់ទាំងអស់គឺគិតជាកាឡូរីទាំងអស់សូម្បីតែទឹកក៏យើងគិតដែរបើសិនជាទឹកហ្នឹងមានជាតិផ្អែមតិចតួចក៏មានពីឡើងនៃកាឡូរីអញ្ចឹងឲ្យដឹងថាតម្រូវការរបស់យើងឧទាហរណ៍ថាសម្រាប់បង1500កាឡូរីក្នុងមួយថ្ងៃសម្រាប់ទប់សាច់ប៉ុណ្ណឹងក៏រៀងប៉ុណ្ណឹងគីឡូប៉ុណ្ណឹងទៅថេអញ្ចឹងយើងរកអ្នកដែលស្តង់ដារធ្វើម្ហូបហ្នឹងមួយណាដែលគេធ្វើតម្រូវយើងបានបើសិនជាយើងចង់ order អ្នកណាដែលគេធ្វើសម្រាប់យើងបានប៉ុន្តែបើសិនជាយើងខុកខ្លួនឯងមានថាយើងចម្អិនខ្លួនឯងយើងត្រូវដឹងដូចគ្នាថាតើចំណីអាហារមួយណាដែលវាល្អសម្រាប់យើង
ដល់គោលដៅរបស់យើងបានដូចគ្នាឧទាហរណ៍ថាបងដដែលគីឡូដែរអញ្ចឹងបងអត់ដឹងទេថាក្នុងខ្លួនយើងត្រូវការប៉ុន្មានអញ្ចឹងយើងគុណទៅបងឧទាហរណ៍ថាបងគីឡូប៉ុន្មានឡើយ ខ្ញុំ 46 ពេលអញ្ចឹងឧទាហរណ៍បង46គីឡូ 46គីឡូ អញ្ចឹងយក46ហ្នឹងគុណនឹងបើសិន activity បងល្មមរយៈពេល3ថ្ងៃទៅ5ថ្ងៃយកគុណនឹង26ទៅអញ្ចឹងវាខ្ទង់1000ជាងនឹងឯង1000ជាងកាឡូរីហ្នឹងអញ្ចឹងក្នុង1000ជាងកាឡូរីហ្នឹងធម្មតាយើងត្រូវដឹងថាក្នុងហ្នឹងវាមានប្រូតអ៊ីនប្រហែលដើម្បីតម្រូវយើងបាទឧទាហរណ៍ថាប្រូតអ៊ីនវា120ក្រាមហើយនឹង carb ហ្នឹងវា150ទៅ200ក្រាម fat ហ្នឹងវាចូលលក្ខណៈ100ក្រាមអីចឹងទៅដើម្បីជួយ support activity អញ្ចឹងគឺយើងដឹងតែប៉ុណ្ណឹងយើងអាចធ្វើខ្លួនឯងបានហើយឥឡូវស្រួលសង្កេតហ្នឹងមក Google យើងអាចដាក់វាយទៅឧទាហរណ៍ថា chicken breast Dumont 100ក្រាមវាស្មើនឹង47ក្រាម protein អញ្ចឹងយើងឆ្នៃទៅថាយើងបែងចែកគ្រប់មានមាន់មួយពេលហ្នឹងទៅមានត្រីមួយពេលមានគោខ្លះតម្រូវការបាទដូចជាអត់ពិបាកនិយាយទៅចាដល់ពេលឡងឌីគាត់ផ្ដល់ idea អញ្ចឹងទៅម្យ៉ាងតាយើងធ្វើជាតារាងម្ហូបសម្រាប់ខ្លួនឯងទៅចាហើយយើងឆ្លាស់គ្នាអត់ stress ទៀតអត់ stress នឹងត្រូវការញ៉ាំ Dumont ឬក៏ពងមាន់រហូតអត់មានទេវាថា enjoy food គឺសំខាន់សម្រាប់ឲ្យយើង stress ពេលខ្លះយើងចង់ឲ្យរៀងស្អាតទៅយើង stress រឿងញ៉ាំបណ្ដោយអញ្ចឹងយើងមានអារម្មណ៍ថាអូរស់ដូចអត់ន័យគេលេងលក់ប្រឈប់ភ្នែកទៅជាបញ្ហាផ្លូវចិត្តទៀតផ្លូវចិត្តហើយឥឡូវអ្នកធ្វើ content ពីច្រើនធ្វើតែពេលយប់រឿងម្ហូបណាបាទ engagement time អញ្ចឹងសម្រាប់លោកឡងឌីតើអាចឲ្យទីហោបន្តិចបានតើពេលព្រឹកលោកញ៉ាំអីពេលថ្ងៃលោកញ៉ាំអីហើយពេលល្ងាចលោកញ៉ាំអីដើម្បីក្នុងការ maintain នេះខ្លួនឯងខ្ញុំអត់ maintain ទេខ្ញុំឥឡូវ season នេះខ្ញុំសម្រាប់តម្លើងគីឡូអញ្ចឹងគីឡូខ្ញុំវា73 ហ្នឹងហើយអញ្ចឹងខ្ញុំត្រូវការ2500ទៅ3000កាឡូរីក្នុងមួយថ្ងៃអញ្ចឹងក្នុងមួយពេលខ្ញុំញ៉ាំខ្ទង់400ទៅ500កាឡូរីអញ្ចឹងក្នុងហ្នឹងឧទាហរណ៍ថាពេលព្រឹកអញ្ចឹងយើងភាគច្រើនមាន spinach មានពងមាននំប៉័ងតិចតួចហើយនឹង spinach ស្ពៃបៃតងហ្នឹងបាទហើយនឹងមានគេហៅ sauce តិចតួចបាទតែព្រោះយើងអត់ញ៉ាំប្រៃផ្អែមទេហ្នឹងពេលព្រឹកតមកកាហ្វេមួយកែវទៅកាហ្វេខ្មៅអត់ធ្វើស្ករទេហ្នឹងហើយហើយតមកបាន2ម៉ោងក្រោយពេលពងមហាត់គេហ្នឹងខ្ញុំឲ្យបុគ្គលិកព្រោះខ្ញុំមានកន្លែង smoothie របស់ខ្ញុំផ្ទាល់ខ្លួនអញ្ចឹងខ្ញុំឲ្យពួកគាត់ shake smoothie ជាមួយនឹងចេកជាមួយអីថែមបន្តទៀតដើម្បីប្រភព1000កាឡូរីអូអញ្ចឹង2ពេលអញ្ចឹងម្ដងបាយថ្ងៃគឺចាប់ផ្ដើម400ទៅ500កាឡូរីទៀតហើយដល់ពេល between ពេលយប់ហើយនឹងពេលនេះខ្ញុំមាន snack មួយទៀតគឺ smoothie ដដែលដើម្បីរក្សាយើងតម្រូវការច្រើនបាទលើគេអញ្ចឹងខ្ញុំអត់អាចទៅអង្គុយញ៉ាំ5 6ពេលបានទេខ្ញុំត្រូវការ supplement support 2ពេលbetween meal ហ្នឹងបងបាទអញ្ចឹងការហាត់ប្រាណនិងរបបអាហារតើ protein ឬក៏ vitamin ឬក៏ supplement ផ្សេងវាត្រូវការអត់យើងត្រូវការសម្រាប់ក្នុងរាងកាយយើងអត់បើសិនបើឧទាហរណ៍ថាអ្នកដែលគាត់ហាត់ប្រាណមួយហ្នឹងបើគាត់ចូលចិត្តញ៉ាំមិនអីតែគាត់អត់ចូលចិត្តញ៉ាំតែម្ដងអញ្ចឹងធ្វើឲ្យការញ៉ាំរបស់គាត់ហ្នឹងគឺពេលខ្លះគាត់ញ៉ាំតែបន្លែគាត់អត់សូវចូលចិត្តញ៉ាំសាច់ឬក៏គាត់ញ៉ាំតែបាយច្រើនឬក៏គាត់ញ៉ាំដែរ3ពេលដូចគេដែរប៉ុន្តែចុងក្រោយខ្វះ protein អញ្ចឹងសូមឲ្យចែកម្លែកកន្លែងហ្នឹងបន្តិចបាទភាគច្រើនយល់ច្រឡំត្រង់ហ្នឹងភាគច្រើនគាត់គិតថា supplement មិនល្អឬក៏ supplement ញ៉ាំទៅប៉ះពាល់អីចឹងណាប៉ុន្តែខ្ញុំញ៉ាំដោយសារហេតុអីបើខ្ញុំញ៉ាំដោយសារខ្ញុំតម្រូវការព្រោះដោយសារខ្ញុំអត់មានពេលញ៉ាំច្រើនទេខ្ញុំមានពេលញ៉ាំ3ពេលធំអញ្ចឹងមួយពេលហ្នឹងខ្ញុំមិនអាចដាក់មួយពេលហ្នឹង1000កាឡូរីបានទេវាតឹងពោះខ្លាំងពេកព្រោះអ្នកហាត់គេដល់ញ៉ាំតតឹង 100% ទេញ៉ាំតែ70ទៅ80% គឺទប់ប៉ុណ្ណឹងអញ្ចឹង2ម៉ោងក្រោយកន្លះ2ម៉ោងទៅ2ម៉ោងកន្លះអញ្ចឹងចាប់ផ្ដើមញ៉ាំ snack ដើម្បីទប់សាច់ដុំយើងព្រោះដោយសារតម្រូវការរបស់យើងវាលើសពី2500កាឡូរីក្នុងមួយថ្ងៃបាត់ហើយអញ្ចឹងបើយើងឲ្យដាក់5ពេលយើងអត់មានពេលទៅអង្គុយធ្វើចឹងចេះចេញទេអញ្ចឹងសម្រាប់ខ្ញុំតម្រូវការតែឧទាហរណ៍សម្រាប់បងត្រូវការទប់សាច់បងអត់តម្រូវការហើយបងក៏អត់ត្រូវការឡើងតាគៀកឬក៏ត្រូវការហាត់ធ្ងន់ពេកអីដែរមិនចឹងអញ្ចឹងបើយើងអត់តម្រូវការទៅយើងញ៉ាំធម្មតាទៅបងគ្រាន់តែយើងបែងចែក3ពេលហ្នឹងធ្វើឲ្យគ្រប់ប៉ុន្តែនៅពេលដែលយើងហាត់ប្រាណភាគច្រើនបើសិនជាយើងមើលទៅភាគច្រើនគេនិយាយអំពី creatine និយាយពី protein និយាយអំពីខ្លាញ់និយាយពីស្ករអីផ្សេងៗតើលោកអាចជួយបញ្យល់ពី supplement ហើយក្នុងការប្រើប្រាស់របស់វាតើវាអាចជួយវាគឺជាអាហារដែលគាត់ត្រូវញ៉ាំជាប្រចាំឬក៏វាគ្រាន់តែជាអាហារដែលយើងបន្ថែមពីលើអាហារហៅ real food ឬក៏យ៉ាងម៉េចបាទសម្រាប់ supplement បើពាក្យខ្មែរគេថាអាហាររូបត្ថម្ភទេបងអញ្ចឹងមានថាអាហាររូបត្ថម្ភវាមិនមែនជាអាហារជំនួសអញ្ចឹងហេតុអីបានយើងត្រូវយកទៅជំនួសអាហាររូបត្ថម្ភអាហារ real food យើងធម្មតាអញ្ចឹងមានន័យថាបើសិនជា3ពេលហ្នឹងយើងញ៉ាំអត់គ្រប់បានយើងបន្ថែមបាទហើយបន្ថែមនឹង supplement វាបែងចែកជាច្រើនទៅដូចបងនិយាយមកអញ្ចឹងមាន creatine វាមាន
ច្រើនដូចជាមាន fish oil មានអីផ្សេងហើយមាន pre workout មាន protein powder អីចឹងទៅអញ្ចឹងចាប់ផ្ដើមដំបូងគេគឺធំជាងគេគឺ protein powder ដោយសារអ្នកហាត់ប្រាណយើងត្រូវការរៀងយើងត្រូវការ protein បានគ្រប់អញ្ចឹងញ៉ាំអត់គ្រប់គឺ protein ហ្នឹងគឺយើងសំខាន់ត្រូវថែមមួយព្រោះ protein powder វាជួយ support អីគេសាច់ដុំណា creatine គឺជួយ support ជាតិទឹកនៅក្នុងសាច់ដុំបាទហើយដូចជា pre workout សម្រាប់អ្នកដែលគេញ៉ាំមុនហាត់ដើម្បីមានកម្លាំងប៉ុន្តែនៅក្នុងកម្រិតមួយណាទាំងអស់បាទតើយើងដឹងខ្លួនឯងបើអត់ដឹងទេសួរគ្រូដោយសារទាំងអស់ហ្នឹងយើងអាចប្រើទាំងអត់មានយោបល់ពីគ្រូឬក៏អ្នកដែលមានជំនាញបានទេបាទចាអញ្ចឹងមិញស្ដាប់ការរៀបរាប់ហើយគឺ protein អាហារបំប៉នឬក៏ supplement វីតាមីនផ្សេងគឺមានតួនាទីខុសៗគ្នាអញ្ចឹងយើងគិតថាមិនមែនថាឮតាមគេហើយចេះតែញ៉ាំទេខ្ញុំគិតថាបើសិនជាគាត់មិនមានគេហៅថាចំណេះដឹងច្បាស់លាស់ទេគាត់ត្រូវការប្រឹក្សាហើយបើសិនជាគាត់មិនច្បាស់ខ្ញុំគិតថាគ្រូបង្វឹកគឺគាត់មានជំនាញហើយអាចពិភាក្សាមួយគាត់បានល្អមែនតើរីកបងខ្ញុំសូម្បីតែ fan ខ្ញុំ200,000នាក់ជាងនៅក្នុង Facebook ក៏គាត់ឆាតមកសួរខ្ញុំឆ្លើយដែរគាត់ថាឆ្លើយក្នុងកម្រិតមួយណាដែលយើងអាចធ្វើបានព្រោះខ្ញុំមានពេលវេលាត្រូវពេលឆ្លើយហើយតើមិនមែនតើតាកូនសិស្សបាទយើងឆ្លើយទេ fan ខ្ញុំមើលនៅក្នុងវីដេអូនេះក៏គាត់អាចខមមិនពីខមបានហើយខ្ញុំឆ្លើយគ្រប់គ្នាទាំងអស់ខ្ញុំមិនដែរខានទេដោយសារអីកុំឲ្យគាត់ញ៉ាំទៅពេលខ្លះគាត់ទិញកន្លែងគេក៏ខ្ញុំឆ្លើយបានដែរអត់បញ្ហាខ្ញុំក៏មានលក់ដូចគ្នាប៉ុន្តែសួរថាពីណាគេដែលយើងអាចឆ្លើយបានគឺអ្នកហាត់ប្រាណអ្នកហាត់ប្រាណបានញ៉ាំពួកហ្នឹងបានមិនអញ្ចឹងមិនសុកយើងតែហាត់អាហ្នឹងហើយយើងទៅគេញ៉ាំគ្រប់8ម៉ោងហើយឡើងស្ដុំណាតើយើងហាត់មិនអញ្ចឹងបាទហ្នឹងវាចាំបាច់ចឹងបាទអញ្ចឹងសម្រាប់ការញ៉ាំលោកអាចឲ្យឧទាហរណ៍បន្តិចបានជាទូទៅសម្រាប់អ្នកដែលយើងទូទៅហាត់ប្រាណតើគាត់ត្រូវការ protein ប្រហែលជាប្រមាណហើយហេតុអ្វីហើយតើយើងធ្វើម៉េចដើម្បីញ៉ាំ protein នឹងគ្រប់អញ្ចឹងហើយមួយទៀតគេនិយាយពី score ដែលជាទូទៅគេថាហ្នឹងគឺជាសត្រូវធំក្នុងការរបស់យើងក្នុងការគោលដៅសម្រាប់គោលដៅតម្លៃគីឡូឬក៏សម្រាប់គីឡូតើយើងគួរតែកាត់វាផ្ដាច់តែម្ដងឬក៏យើងមានវិធីសាស្ត្រណាក្នុងការ manage នេះបាទអត់កាត់ផ្ដាច់ជាកើតទេព្រោះក្នុងខ្លួនយើងក៏យើងត្រូវការខ្លាញ់ល្អស្ករល្អ protein ល្អដូចគ្នាអញ្ចឹងណា protein ក៏មាន protein អាក្រក់ដែរអញ្ចឹងតែយើងនិយាយរួមមកវិញមានន័យថាធ្វើវិធីសាស្ត្រណាដើម្បីឲ្យដឹងថាតើមនុស្សបែបណាត្រូវញ៉ាំបែបណាអញ្ចឹងឥឡូវយើងចាប់ផ្ដើមពីកាឡូរីដូចខ្ញុំនិយាយមិញអញ្ចឹងសម្រាប់អ្នកហាត់ធ្ងន់សម្រាប់ខ្ញុំយកគុណនឹង36យកគីឡូខ្លួនខ្ញុំគុណនឹង36បើយើងដឹងថាយើងត្រូវញ៉ាំកាឡូរីប្រមាណកាឡូរីនៅក្នុងមួយថ្ងៃបាទតបមកបានយើងដឹងថាយើងបំបែកថាតើ protein ត្រូវការប៉ុន្មានអញ្ចឹងយើងដឹងគោលដៅយើងពីលើហើយថាយើងត្រូវឡើងគីឡូឬក៏យើងស្មុគគីឡូតែអញ្ចឹងយើងត្រូវដឹងថាយើងត្រូវគុណនឹងប្រមាណ protein ខ្ញុំយកទៅគុណនឹងប្រមាណខ្ញុំសម្រាប់ខ្ញុំយកទៅគុណនឹង 2.2 យកគីឡូខ្លួនខ្ញុំហ្នឹងគេមានគេមាន formula គេមានមកស្រាប់អញ្ចឹងបើយើងអត់ធ្វើត្រូវទេវាញ៉ាំទៅចោលហើយញ៉ាំទៅក្តៅសាច់អាចជ្រុះសក់អាចអីផ្សេងដោយសារយើងក្តៅរហូតពេកបាទអញ្ចឹងណាបងបាទហើយមានខាបអញ្ចឹងឧទាហរណ៍ខ្ញុំញ៉ាំខាបខ្ពស់តិចដោយសារអីខាបមកពីបាយមកពីនំប៉័ងមកពីអីដលងមកពីអីហ្នឹងណាបងបាទយើងត្រូវការឡើងគីឡូខាបដើម្បីវាខ្ជះបន្តិចហើយបើយើងលេងធ្ងន់យើងត្រូវការអាហ្នឹងគេហៅ carb recycle ហ្នឹងមានន័យថាយើងយកអាហ្នឹងយកមកធ្វើកម្លាំងឲ្យយើងមិនមែនយក protein យកមកធ្វើកម្លាំងណាបងកុំច្រឡំណា protein គឺទៅជួយសាច់ដុំទេ carb ហើយនឹងជាតិស្ករល្អគឺមកជួយកម្លាំងរបស់យើងអាហ្នឹងអញ្ចឹងបាទហើយបើខ្លាញ់ល្អមកជួយស្លាក់ជើងស្លាក់យើងព្រោះយើងលើងពេលយើងហាត់យើងអីយើង work ជាមួយ joint ច្រើនអញ្ចឹងពេលដែលយើងសាច់ដុំល្អហើយយើង joint យើងអត់សូវល្អក៏វាអត់ល្អដែរអញ្ចឹងបងបាទតួលេខ90គុណនឹង36មិញហ្នឹងបញ្ជាក់តិចបងប្អូនតិចច្រឡំយកទៅខ្លួនឯងយកទៅគុណនឹង36យើងត្រូវដឹងពីកម្រិតការហាត់របស់យើងដែរមិនយកគីឡូហ្នឹងយកគីឡូខ្លួនឯងយកគុណទាំងអស់លេខខ្លួនឯងពងសមុទ្រដាក់គុណនឹង36ទៅដល់លេខហ្មងហៅមកប៉ុណ្ណាណីមកដល់បន្ទោសខ្ញុំទៀតអញ្ចឹងយើងត្រូវដឹងថាបើអ្នកសមុទ្រឲ្យបានលឿនយើងយកទៅគុណនឹង10 16 17ទៅបានហើយអ្នកមែនថាយកគុណនឹង20ជាងទៅបានហើយអាហ្នឹងដោយសាររូបមន្តនេះខ្ញុំបំបែកដើម្បីឲ្យងាយស្រួលទេក៏ប៉ុន្តែគេមានយកគុណអា BMI អីផ្សេងច្រើនទៀតតែធ្វើអញ្ចេះគឺបានផលលឿនហើយយើងអត់ stress ច្រើនបើខ្ញុំបញ្យល់ឲ្យ detail ជាងហ្នឹងបងប្អូននឹង stress ហើយលេងស្ដាប់ខ្ញុំហ្មងចាតកតងជាមួយនឹងការដឹងលម្អិតខ្ញុំគិតថា Long D គាត់នឹង available នៅក្នុងចានៅក្នុងក្លឹបរបស់គាត់ហើយនឹងខ្ញុំគិតថាគ្រូបង្វឹករបស់គាត់ជំនាញខ្ញុំគិតថានិយាយដល់កន្លែងហ្នឹងខ្ញុំនឹកឃើញដល់លោកគ្រូបង្វឹកនៅ Bulldog Fitness Center ហ្នឹងមានប្រហែលអ្នកដែរមាន5អ្នកបងមាន5អ្នកនៅពេញចាហើយសិតតែសង្ហាដូចបាទមានច្រើនមាននៅសៀមរាបមួយទៀតមាន10អ្នកជាងហ៎បងមានបរទេសមានអីទៀតអូ10អ្នកជាងព្រោះពេលខ្លះអ្នកកូនសិស្សទៅហាត់ប្រាណក៏ត្រូវការកម្លាំងចិត្តដែរបើសិនជាលោកគ្រូគាត់សង្ហាគាត់ស្អាតទៅយើងចាមានកម្លាំងព្រោះនៅពេលដែលយើងឃើញទៅគាត់ស្អាតគាត់ fit ចាមិនមែនគាត់អីផ្ដេសផ្ដាស់ទេគាត់ស្អាតគាត់ fit ទៅជាកម្លាំងចិត្តរបស់យើង
ការប្រហែលឆ្នាំមុនហ្នឹងខ្ញុំសម្លឹងមើលពេលដែលយើងទៅប្រទេសក្រៅយើងឃើញគេដាក់ថា fitness 24 hour ចា fitness 24 hour អញ្ចឹងធ្វើឲ្យខ្ញុំគិតថាហាហាត់ប្រាណ24ម៉ោងអញ្ចឹងមនុស្សយើងកេងឬក៏យើងជ្រើសរើសយកម៉ោងហាត់ប្រាណតើសំខាន់ទេពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចឬក៏ពេលយប់តើការហាត់ប្រាណបែបហ្នឹងវារបៀបម៉េចវិញទៅសម្រាប់ content ហ្នឹងខ្ញុំធ្លាប់ធ្វើម្ដងណា viral មែនតើជិត1លាន view ហើយខ្ញុំបានដឹងថាអូក៏ប៉ុន្តែមនុស្សយើងសូម្បីតែពេលវេលាក៏គិតថាពេលណាល្អដែរអញ្ចឹងសម្រាប់ខ្ញុំក៏ប៉ុន្តែល្អទាំងអស់ឲ្យតែចាប់ផ្ដើមខ្លាចតែមុនគេង3ម៉ោងយើងហាត់ខ្លាំងពេកទៅគេអត់លក់បេះដូងយើងលួតយប់តែបើប្រឡំឡើងសម្រាប់អ្នកដែលគាត់មានការងារចាំបាច់ច្រើនយើងចូលនៅក្នុងការហាត់ពេលព្រឹកពេលយប់ហ្មងណានិយាយថាអ្នកដែលរវល់ពីព្រឹករហូតដល់ថ្ងៃពីព្រឹកដល់យប់ហើយតែគាត់អស់កម្លាំងពេលល្ងាចហើយចាប់ផ្ដើមពីព្រឹកឲ្យហើយមកមិនចាប់ផ្ដើមដល់ល្ងាចទេព្រោះតែដល់ល្ងាចជួបជុំគ្នាហៅគ្នាចុះឡើងទៅបាត់ទៀតអញ្ចឹងយើងដឹងខ្លួនឯងចាតែបើអ្នកគេជាប់លាប់គេចង់បានរៀងលឿនហើយសាច់គេលេងធ្ងន់នៅល្ងាចពីច្រើនល្ងាចហ្នឹងហើយល្ងាចគឺលេងបានធ្ងន់ជាងដោយសារយើងមានអាហារ2ទៅ3ពេលហើយស្រេចហើយអញ្ចឹងទៅល្ងាចគឺយើងហាត់បានធ្ងន់ជាងបាទតែសួរថាមួយណាល្អមួយណាក៏ល្អដែរខ្លះជាងគេខ្លាចតែយើងអត់ហាត់ទៀងទាត់ទេអញ្ចឹងរកពេលវេលាណាដែលយើងទៀងទាត់មុនគេបាទចាអញ្ចឹងបានន័យថាអាស្រ័យលើយើងដេញពលាខ្លួនឯងទេដេញខ្លួនឯងដេញពលាខ្លួនឯងចុះបើក្នុងករណីថាថ្ងៃហ្នឹងយើងហាត់ពេលព្រឹកបន្ទាប់មកយើងទៅហាត់ស្អែកឡើងយើងហាត់ពេលថ្ងៃយើងអត់ជ្រើសរើសយកពេលវេលាមួយដែលទៀងទាត់តើវាមានផលប៉ះពាល់ឬក៏នៅតែការហាត់ហ្នឹងមានប្រសិទ្ធភាពតែក៏វាអត់លឿនដូចដែលយើងហាត់ទៀងទាត់ហាត់អីដោយសារតែសាច់ដុំរបស់យើងត្រូវការសម្រាប់តិចបំផុត24ម៉ោងទៅ48ម៉ោងដើម្បីឲ្យវា recover វិលជុំបានល្អអញ្ចឹងឧទាហរណ៍ថាខ្ញុំហាត់ពេលល្ងាចម៉ោង5ឈឺសាច់ខ្លាំងលេងគេមកយប់លេងព្រលឹមឡើងមកហាត់ម៉ោង6ភ្លឺបើនៅឈឺសាច់មានកម្លាំងអត់មានបានចំណីមកពេលទៀតផងហ្នឹងអញ្ចឹងវាអត់ make sense ចាអត់ make sense វានៅឈឺវាហើយកម្លាំងអត់ recover ពេញ 100% ផងបាទអញ្ចឹងបន្ថែមបន្តិចលោកអង្គឌីនៅពេលដែលយើងនិយាយថាការហាត់ប្រាណទៀងទាត់គាត់ត្រូវតែហាត់ប្រាណឧទាហរណ៍ថាមួយអាទិត្យ5ថ្ងៃឬក៏គាត់អាចហាត់ថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រឬក៏គាត់ឆ្លាស់គ្នាមិនដើម្បីឲ្យគិតថាគាត់មាន maintain consistency យើងថាភាពទៀងទាត់របស់គាត់បានតែតើ consistency ក៏ប៉ុន្តែអ្នកជាប់លាប់គឺគាត់មុននឹងចូលឈានចូល gym ហ្នឹងគឺគាត់មានគោលដៅច្បាស់ហើយអញ្ចឹង program របស់គាត់គាត់ set មួយខែពេញហ្មងមួយខែពេញហ្នឹងឧទាហរណ៍ថាមួយច័ន្ទដល់សៅរ៍ហ្មងអ្នកគេហាត់មែនទែនច័ន្ទដល់សៅរ៍មិនតែមួយថ្ងៃទេអត់មានទៅដល់2 3ថ្ងៃដូចគេទេបាទតែជាក់ស្ដែងថាសាច់ដុំរបស់យើងហ្នឹងវាឈឺខ្លាំងអត់បើសិនជាយើងមើលទៅឃើញវាឈឺខ្លាំងពេកយើងញ៉ាំអត់គ្រប់អញ្ចឹងយើងត្រូវសម្រាប់មួយថ្ងៃសិនយើងមើលទៅតាមទម្រង់របស់យើង tracking ទៅលើមួយថ្ងៃឧទាហរណ៍ program tough ពេកហើយយើងនៅអស់កម្លាំងចង់ស្លាប់ហើយយើងនៅតែហាត់ទៀតវាអត់ត្រូវទេធ្វើការគេងសម្រាប់សិនញ៉ាំថ្នាំញ៉ាំអីសិនទៅអញ្ចឹងចាសរុបទៅគឺ make sense ធ្វើមិនឲ្យខ្លួនឯង make sense កុំឲ្យខ្លួនឯងហាត់ហើយទៅជាមានសម្ពាធផ្លូវចិត្តវិញចាអញ្ចឹងតាក់ទងជាមួយនឹងក្លឹបហាត់ប្រាណមិញហ្នឹងគឺខ្ញុំចាប់អារម្មណ៍ដែរនៅក្នុងភ្នំពេញគឺយើងមានតែមួយសាខាអញ្ចឹងចង់ឲ្យឡុងឌីអាចជួយប្រាប់តិចមើលទីតាំងនៅម្ដុំណាគីឡូមានអ្នកចាប់អារម្មណ៍នៅសែនសុកបាទនៅសែនសុកនៅក្នុងអគារ Urban Loft ជាន់ទី5បាទមានអាហារទឹក steam sauna កន្លែងឡើងជាងមាន library មានកាហ្វេមាន smoothie ក្នុងហ្នឹងស្រាប់បាទមាន private ហ្មងបាទ very private អញ្ចឹងអ្នកដែលគាត់ចូលចិត្តបែប private ឬក៏អ្នកដែលគាត់គិតថាម្នាក់ឯងមិនកើតទេខ្ញុំគិតថាអាចទៅបានពីព្រោះមានអ្នកកំដរចង់បានស្រីចង់បានប្រុសចំណុចនេះសំខាន់ពីព្រោះនៅការហាត់ប្រាណយើងតែងតែគិតថាមានគ្នាប្រមូលគ្នាអញ្ចឹងទៅឬក៏អ្នកខ្លះគាត់បែប couple គាត់ទៅហាត់ជាមួយគ្នាបានគាត់ទៅថ្ងៃនេះខាងនេះរវល់អញ្ចឹងមិនបាច់ទៅទេអញ្ចឹងខ្ញុំគិតថាទៅក្លឹបហាត់ប្រាណរបស់ Bulldog Fitness Center ខ្ញុំគិតថាអ្នកកំដរមានចាកំដរបែបហាត់ប្រាណក៏មានកំដរបែបផ្លូវចិត្តក៏មានណាបាទនិយាយលេងសើចដោយសារអីពេលខ្លះទៅបើយើងអត់ refresh ខ្លះទេអ្នកស្ដាប់ក៏គាត់មានអារម្មណ៍មួយថាអូធូរញ៉ាំមានអារម្មណ៍ថាអូហាត់ប្រាណគាត់ហាត់ប្រាណផងញ៉ៃច្រើនអញ្ចឹងប៉ុន្តែអត់ទេហាត់ប្រាណសុបាយបងប្អូនទៅសាកសិនមិនដឹងថាទៅដល់ស្គាល់មនុស្សសុបាយច្រើនហើយជាពិសេសគឺកន្លែងខ្ញុំនៅខាងស្រុកហ្នឹងសិនអ្នក business ដូចគ្នាហើយគាត់ស្រេះរឿង business គាត់ទៅដល់គាត់ហាត់លេងនិយាយគ្នា business នៅហ្នឹងអីចឹងជុំគ្នាអីចឹងទៅបាទធ្វើឲ្យធូរវិញបាទធូរវិញកាត់ stress កាត់អីបាទចាបាទឥឡូវនេះយើងដល់ពេលវេលាដែលត្រូវបញ្ចប់កិច្ចពិភាក្សារបស់យើងហើយបាទខ្ញុំបាទសូមអរគុណដល់លោកឡុងឌីបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះបាទគណៈពេលនេះខ្ញុំបាទចិនបញ្ញវន្តព្រមទាំងសហការីសូមអរគុណសូមជម្រាបលា Beyond Premier, the signature banking experience.